តោះជួបជាមួយនឹងខ្ញុំម្ដងទៀតជាមួយនឹងរឿងប្រយ័ត្នគាត់ខាំណាឥឡូវយើងចូលភាគបន្តអូខេ start សាច់រឿងតគឺពេលដែលកូនស្រីរបស់យើងនឹងគឺនៅក្នុងសុបិននឹងដដែលកាលគាត់នៅក្មេងហ្នឹងណាអញ្ចឹងពេលដែលគាត់ដល់ពេលស្អែកឡើងគឺតួប្រុសរបស់យើងក៏បានឲ្យលុយទៅសត្វសពោចនេះហើយកូនស្រីរបស់យើងគាត់ថាគាត់អត់យកទេដោយសារយកអីអត់មានកប៉ៅដាក់ផងនៅមើលមកជារូបខ្សត្រនឹងមានអីដាក់នឹងយកលុយមិនបានអញ្ចឹងហើយកូនកំមុំយើងថាគេអត់ចង់បានលុយទេឲ្យលេងជាមួយគេស្អែកចឹងស្អែកចឹងពេលព្រឹកគឺមកលេងជាមួយគេហើយតួប្រុសរបស់យើងក៏យល់ព្រមហើយនេះលេងជាមួយគ្នារហូតហើយអត់ដឹងគេនឹងជា Black Panther ខ្លារខិនទេគិតថាគេឆ្មាខ្មៅចឹងលេងបន្លែងមួយគេរាល់ថ្ងៃទៅលើភ្នំតែការណាត់ជួបហ្នឹងគឺអត់បានយូរប៉ុន្មានទេដោយសារតែកូនកំមុំយើងឈឺអញ្ចឹងម៉ាក់ប៉ាគាត់សម្រេចគាត់យកទៅទីក្រុងសេអ៊ូលដើម្បីទៅព្យាបាលអញ្ចឹងកូនកំមុំរបស់យើងក៏បានទៅសេសំបុត្រទុកឲ្យនៅកន្លែងដែលគាត់លេងជាមួយគ្នាប៉ុន្តែគាត់អត់ដឹងថាតួឯកប្រុសរបស់យើងទទួលបានសំបុត្រអត់ទេហើយតែពីពេលហ្នឹងមកគឺដាច់ទំនាក់ទំនងគ្នាឥឡូវនេះគេចាប់ផ្ដើមភ្ញាក់ពីសុបិនគេថាម៉េចបានគេនឹកឃើញរឿងចាស់ពីដើមមកអញ្ចឹងហើយគេក៏អត់ដឹងថាឆ្មាខ្មៅនឹងឈ្មោះអីដែរហើយគេក៏គិតថាឆ្មាខ្មៅហ្នឹងប្រហែលជាភ្លេចគេបាត់ហើយមើលទៅបែបហ្នឹងកូនស្រីរបស់យើងក៏ចង់ទៅលេងកន្លែងដែលពួកគាត់នៅលេងពីក្មេងហ្នឹងប៉ុន្តែគាត់នឹកពាក្យដែលម៉ាក់យាយគាត់ផ្ដាំថាដែលម៉ាក់យាយដែលយើងទៅតែគាត់ទៅទិញម្ហូបនៅកន្លែង Market ថាកុំឲ្យទៅលេងផ្ទះចាស់ហ្នឹងព្រោះមានឆ្កែត្រចកមានអីណាតានេះមានស្ដាប់ណាស្ងាត់ៗលួចទៅគេគិតក្នុងចិត្តថាគេគ្រាន់តែទៅដើរលេងលំហែអារម្មណ៍នឹកអនុស្សាវរីយ៍ចាស់ៗអីចឹងណាហើយដល់ពេលទៅមានតមបានរំលឹកអនុស្សាវរីយ៍ចាស់ៗណាជួបឆ្កែនេះឃើញអត់ភ័យឡើងញ័រខ្លួនតោកដើមឈើហើយឆ្កែហ្នឹងគឺព្រុសពេញទៅនឹងហើយឥឡូវស្ដាយក្រោយគេប្រាប់ថាកុំអត់ទេនេះនៅតែខំមកឥឡូវថោងដើមឈើឡើងខ្វិតនេះណាប្រើអីមកនឹងខ្លួនធ្វើកម្មខ្លួនឯងហ្មងហើយឆ្កែដេញអត់ឈប់ប្រាប់ឆ្កែថាធ្វើឲ្យចេញឲ្យឆ្ងាយពីគាត់ទៅ Leave me alone កុំនៅក្បែរគេគ្មានបំណងធ្វើអីទេគេគ្រាន់តែដើរលេងសោះមិនក៏ធ្វើបាបគេអើយផងអូយគេឡើងកំសត់ចូលខ្លួនគេតែទៅពេលហ្នឹងមានឡានមួយមកអញ្ចឹងឡានហ្នឹងក៏ផ្លេទីទៅឆ្កែហ្នឹងក៏វាភ្ញាក់ដែរហើយឆ្កែហ្នឹងក៏លែងព្រុសវាខ្ទាតទៅខាងផ្លូវអញ្ចឹងណាអញ្ចឹងអរគុណម្ចាស់ឡានហ្នឹងហើយកុំអីចោបហ្មងកូនស្រីយើងឆ្កែស៊ីបាត់ដល់ពេលឆ្កែវាភាំងជាមួយនឹងឡានហ្នឹងហើយទូប្រុសរបស់យើងក៏បានលោតមកពីលើដើមឈើគេក៏ប្រែកាឡាទៅជាមនុស្សដល់ពេលខ្លាចជាមនុស្សឈប់ខ្លាចឆ្កែបណ្ដោយពេលប្រែកាឡាទៅជាមនុស្សហើយគេមកហៅឆ្កែហ្នឹងថាហេ Body ចង់គេហៅឆ្កែទៅ Body ណាគេសួរថាតើនៅផ្ទះមួយគេអត់បើអត់មានអ្នកណានៅជាមួយទេតើនៅផ្ទះមួយគេទៅអញ្ចឹងណាព្រោះគេក៏នៅផ្ទះម្នាក់ឯងដែរឆ្កែហ្នឹងក៏យល់ព្រមមកជាមួយនឹងកូនស្រីរបស់យើងហើយនេះចម្លែកខ្ញុំអត់ដែលដឹងថាដាក់ពងមាន់ឲ្យឆ្កែស៊ីទេហើយគេដាក់ពងមាន់ឲ្យឆ្កែស៊ីហើយគេសួរថាចង់នៅមួយគេអត់បើសិនជាចង់នៅទេនៅនឹងទៅបើអត់ចង់ទេចេញពីផ្ទះគេបានគេអត់បញ្ហាទេហើយប្រាប់ថាម្ចាស់ឆ្កែហ្នឹងប្រកាសជាមិនមកវិញទេបើសិនជាម្ចាស់ឆ្កែហ្នឹងមកវិញប្រកាសជាដើររកកូនឆ្កែហ្នឹងហើយប៉ុន្តែបើជាគ្មានអ្នកណាមករកអញ្ចឹងអាចនៅជាមួយគេបានអញ្ចឹងកុំឲ្យស្ងាត់ណានៃអីចឹងទៅហើយសាច់រឿងយើងឥឡូវគឺកាត់មកដល់កូនស្រីរបស់យើងគឺមកសាលាហ្នឹងគឺគេចែកក្តារប្រឡងចាគឺប្រឡងធ្លាក់ចង់គ្រប់មុខអត់រៀនបកកែទេកូនស្រីយើងហ្នឹងចប់ហ្មងសង្ស័យអ្នកអានអ្នកមើលអញ្ចឹងដែរដឹងក្តារប្រឡងតែចិត្តអត់នៅនឹងក្តារប្រឡងឯងចិត្តហ្នឹងគិតពេលដែលឮគេនិយាយពីយន្តថេររបស់យើងនឹងថាយន្តថេរមករក First Love របស់គេហើយគេថាយន្តថេរគាត់ជា romantic មែនតែនសុខចិត្តបោះបង់ទីក្រុងធំស្រស់សាច់ឆាយមកនៅទីក្រុងតូចមួយដើម្បីមករក First Love ចឹងណាហើយឯងនេះឆ្ងល់ដែរកូនកំមុំយើងគឺឆ្ងល់ហ្មង First Love របស់យន្តថេរហ្នឹងណាគេហើយកូនស្រីរបស់យើងក៏ចង់ដឹងដែរថា First Love របស់យន្តថេរហ្នឹងមានរូបរាងយ៉ាងម៉េចអីយ៉ាងម៉េចសង្ហាឬក៏អត់អីចឹងណាហើយនេះយន្តថេរគេដឹងគេថាម៉េចមើលគេអត់អស់មិនមែនបានខំប្រឹងមើលគេម្លឹងឯងឃើញអញ្ចឹងអើយហើយយន្តថេរគេថាចឹងមើលគេហ្នឹងម៉េចថាគេសង្ហាមិនមែនមើលគេអត់ឆ្អែតទេមិនមែនឯងនឹងដល់ពេលគេថាអញ្ចឹងមើលអៀនឡើងខ្ញងហ្មងកូនកំមុំហ្នឹងអើយអត់ហ៊ានទទួលស្គាល់ការពិតហ្មងតែក៏បន្ថែមទៀតថានឹងបើសិនជាមើលគេមិនឆ្អែតមើលបន្តទៀតគេមិនថាអីទេអូយលោកអើយលោកអូកាឡាហ្មងហើយកូនស្រីហ្នឹងបានគេថាអញ្ចឹងក៏ងាកមើលមកមើលមិនទូទៅកូនស្រីរបស់យើងក៏ធំក្លិនកូនប្រុសរបស់ធំក្លិនពីយន្តថេរអញ្ចឹងក្លិនរបស់យន្តថេរហ្នឹងគឺជាក្លិន
Alpha ហើយសម្រែកវាកូនកំមុំរបស់យើងនឹងមិនជា Alpha ទេគឺជាOmega អញ្ចឹងណាហើយកូនស្រីរបស់យើងក៏បានធំក្លិនរបស់តួប្រុសរបស់យើងគឺមានអារម្មណ៍ថាក្លិនដូចជា Winter អញ្ចឹង Winter ហ្នឹងគឺរដូវរងាក្លិន Snow ក្លិនព្រិលក្លិនអីអញ្ចឹងណាហើយក៏ឈរមើលគេអង្គុយមើលមុខគេឡើងភ្លឹងអញ្ចឹងហ្មងនេះហើយឯខាងយន្តថេរទៅពេលគេមើលវិញមើលញោមបដ ாய் អូហើយយន្តថេរគេថាម៉េចមើលគេអត់ឆ្អែតទេមែនចង់មើលដល់ណាទៀតឯងនឹងនេះឡើងភេងហ្មងប្រូមើលគេម្លឹងហើយកាត់មកកន្លែងនេះវិញគឺជា memory របស់យន្តថេររបស់យើងឯងគឺចាំកូនស្រីរបស់យើងរហូតនៅលើភ្នំនឹងហើយឆ្ងល់ថាមិនបានអត់មកវិញអញ្ចឹងអាណិតយន្តថេរដែរគឺគ្នាចាំពួកគ្នាក៏រកអត់ឃើញសបុតគ្នាក៏អត់ដឹងថាកូនស្រីរបស់យើងទុកសបុតឲ្យឯងគឺនៅចាំនៅលើភ្នំនឹងអូយឡើងខ្ជូតហ្មងនៅពីក្មេងហើយគេថាមិនបានកូនស្រីយើងអត់មកវិញអញ្ចឹងណាសាច់រឿងយើងចូលមកដល់ក្នុងថ្នាក់ហ្នឹងវិញពេលដែលកូនស្រីយើងគឺអង្គុយមើលយន្តថេរហើយដែលយន្តថេរយើងថាម៉េចមើលគេអត់ឆ្អែតទេមិនមែនចង់លេបគេចូលក្នុងពោះមែនអូមើលសាច់មើលមុខគេនេះឡើងភេងអត់ចេញកតុយទៀតណាអីប្រូកុំអៀនចេញកតុយទៀតណាហើយគេងាកមុខចេញអូយខ្ជូតមែនតើខ្ញុំស្រឡាញ់គូនឹងខ្ជូតហើយកូនកំមុំរបស់យើងក៏គាត់តែគាត់មិនដែលធំក្លិនAlpha បែបហ្នឹងពីមុនទេព្រោះគាត់អត់នៅផ្ទះរបស់គាត់សុទ្ធតែមនុស្សមានតែហើយមិត្តភក្តិរបស់គាត់គិតថាអ្នកនៅហ្នឹងអត់សូវនិយាយមួយគាត់អីអញ្ចឹងគាត់អត់ដឹងមានក្លិនមានអីអញ្ចឹងមានតែយន្តថេរគាត់ហៅក្លិនយន្តថេរដឹងអីអញ្ចឹងហើយយន្តថេរក៏សួរតែកូនកំមុំយើងថាកូនកំមុំរបស់យើងនឹងអូមេហ្គាក៏អីអញ្ចឹងណាហើយកូនកំមុំយើងគឺភាំងហ្មងដល់ពេលគេសួរអញ្ចឹងអត់ដឹងឆ្លើយថាម៉េចបដ ாய் យន្តថេរនិយាយបដាក៏លើកដៃទៅបដាណែដៃហ្នឹងអាឡែមដល់ហើយដៃហ្នឹងប៉ះកូនគេនេះឲ្យមករក first love អីហើយកូនស្រីរបស់យើងក៏ឆ្លើយថាតើមានបញ្ហាអីមែនមកជាអូមេហ្គាហ្នឹងហើយយន្តថេរគេថាអត់ទេគេចូលចិត្តលើថាគេចូលចិត្តចឹងភេងទៀតអូយលោកឲ្យលោកភេងគ្រប់កន្លែងហ្មងភេងហ្មងណាហើយកូនស្រីរបស់យើងឮបែបហ្នឹងតែគេចូលចិត្តចឹងគឺអៀនហ្មងហើយគាត់ក៏នឹកឃើញនៅលើឡានពេលដែលមិត្តភក្តិផ្សេងៗហ្នឹងនិយាយថាយន្តថេរមកសាលាហ្នឹងគឺដើម្បីរកសង្សាររបស់គាត់រក first love របស់គាត់ហើយចង់ដឹងថាតើណាគេជាសង្សាររបស់យន្តថេរចឹងណាដល់ពេលចឹងកូនស្រីរបស់យើងក៏សួរយន្តថេរហ្មងថាចង់ខ្លាចទៅជាសង្សាររបស់គាត់អត់យន្តថេរឮចឹងគឺភាំងបដ ாய் ហើយកូនស្រីយើងគិតអីហ្នឹងជួបគ្នាតបានមួយថ្ងៃហោបបួលគេធ្វើសង្សារយន្តថេរគឺសើចយកគ្នាហ្មងហើយកូនស្រីរបស់យើងសួរមិនបានសើចអញ្ចឹងគេសួរមែនតែនទៅមិនក៏សើចយន្តថេរសើចឡើងចេញទឹកភ្នែកតែម្ដងដឹងគិតអីហើយបន្ទាប់មកយន្តថេរក៏សួរថាតើពណ៌របស់កូនស្រីរបស់យើងគឺជាពណ៌ natural ពណ៌ហ្នឹងមែនហើយកូនស្រីរបស់យើងក៏ឆ្លើយថាហ្នឹងហើយប៉ុន្តែគាត់អត់ប្រាប់ថាពេលដែលនៅខែត្រជាក់ធ្លាក់ព្រិលដូរពណ៌អីគាត់ខ្ជិលប្រាប់ហើយសួរមិនបានសួរគាត់អញ្ចឹងនិយាយគ្នាមិនទាន់បានប្រហែលហោងក៏មានមិត្តរួមថ្នាក់ម្នាក់ដែលគោះទ្វារមកហៅយន្តថេរហ្មងដើរមកឡើងខ្លាំងហ្មងគេចេញមកគឺ gangster ហ្មងគេសួររកយន្តថេរណាគេឈ្មោះយន្តថេរតែយន្តថេរអត់ខ្វល់ទេគឺរវល់តែងាកទៅរកតែកូនស្រីរបស់យើងនឹងគឺម្នាក់នេះដែលមករកគឺនៅក្លាសលេខ5ហើយមកដល់គឺមកយកក្តារប្រឡងរបស់យន្តថេរអត់ខ្វល់ទេគឺនៅមើលមុខកូនស្រីរបស់យើងនឹងហើយគេសួរឡើង2 3ដងនោះឡើងខឹងយកហ្មងណាហើយកូនស្រីយើងថាមិនក៏មិនមើលគេទៅកូនស្រីយើងឡើងភ័យហ្មងតែយន្តថេរអត់មានខ្វល់អីមិនទិញអង្គុយមើលមុខតែកូនស្រីរបស់យើងនិងកូនស្រីរបស់យើងចាប់បវល់មុខទៅរកម្នាក់ហ្នឹងសក់សហ្នឹងហ្មងណាហើយយន្តថេរក៏សួរមានរឿងអីមែនម្នាក់ហ្នឹងក៏បាននិយាយថាឲ្យក្តារ exam មកគេមកឲ្យក្តារប្រឡងរបស់យន្តថេរហើយយន្តថេរក៏ហុចឲ្យទៅមានណាយន្តថេររបស់យើងគឺជាប់គ្រប់មុខមករៀនអត់មានមើលគ្រូទេមើលតែកូនកំមុំយើងសោះប៉ុន្តែបន្ទុកម៉ែអើយម៉ែល្អគ្រប់10ហ្មងហេតុតែគេខ្លាំងអញ្ចឹងណាអ្នកសក់សហ្នឹងក៏ថាយន្តថេរមានក៏មានអីក៏មានអីមិនក៏មកនៅស្រុកស្រែអីអញ្ចឹងយន្តថេរថាអត់ខ្វល់រឿងរបស់គេចង់នៅណាក៏បានម្នាក់សក់សហ្នឹងគឺគេអត់ព្រមទេគេម្នាក់សក់សហ្នឹងពីមុនគឺជា top 1នៅក្នុងសាលាហ្នឹងហ្មងបន្ទុកគេលេខ1អញ្ចឹងដល់ពេលយន្តថេរមកមានណាយន្តថេរលេខ1វិញគេមិនខឹងគេលេខ1យូរហើយមកយន្តថេរមកភ្លាមមកតដាក់មុខតណៃគេខឹងឆ្លោះគ្នាហ្មងហើយតួស្រីរបស់យើងគេថាណែបើចង់ឆ្លោះគ្នានៅខាងក្រៅឥឡូវសាលាចាប់ផ្ដើមរៀនឡើយអត់មកឆ្លោះគ្នានៅកន្លែងហ្នឹងទេហើយមើលមុខអូយមើលនេះខ្ជូតហ្មងគេថាកុំមកឆ្លោះគ្នាឆ្លោះឲ្យលឿននៅខាងក្រៅ
ហើយសាច់រឿងរបស់យើងកាត់មកចូលដល់ពេលចូលសាលារៀនវិញម្ដងហើយកូនស្រីរបស់យើងក៏សួរថាអឺមិនបានអត់ទៅវាយជាមួយនឹងម្នាក់ហ្នឹងហើយតួឯកប្រុសក៏សួរថាមិនចង់ឲ្យគេវាយគ្នាមែនគេថាអត់ទេអត់ចង់ឲ្យវាយទេហើយក៏គេបន្ថែមទៀតថាបើសិនជាតួឯកប្រុសជាមួយនឹងម្នាក់សក់សនឹងវាយគ្នាតើមួយណាជាអ្នកឈ្នះអញ្ចឹងណាហើយកូនស្រីយើងថាអត់ដឹងទេព្រោះមិនដឹងម្នាក់សក់សនឹងសត្វអីផងហើយអត់ដឹងថាតួប្រុសនឹងអាចវាយឈ្នះម្នាក់នឹងអត់ផងទេណាគេគិតទៀតថាបើសិនជាវាយជារូបរាងមនុស្សណាយន្តហេគាត់ទៅឈ្នះហើយព្រោះយន្តហេមានធំប៉ុន្តែបើវាយជារូបរាងសត្វគេអត់ដឹងទេនឹងឈ្នះណាចាញ់ទេហើយយន្តហេក៏បានទៅសួរតែកូនស្រីយើងថាមិនក៏គិតច្រើនដែររឿងតូចតាចសោះហ្នឹងគ្រាន់តែក្មេងគ្រាន់តែ Hamster 10អាយុ19ឆ្នាំហ្នឹងទៅកូនស្រីរបស់យើងថាមិនមែនHamster ណាអីឡើងផាវហ្មងគេគិតថាគេខំខ្លាចម្នាក់នឹងសឹងអីសុំមើលចុងក្រោយម្នាក់នឹងក៏ Hamster ហ្នឹងដូចសត្វកណ្តុរចឹងឯងវាអត់ខុសគ្នាពីកណ្តុរទេចឹងណាគ្រាន់តែវាមានរូបរាងពណ៌ស Hamster ហ្នឹងហើយនិយាយគ្នាសុកៗហ្នឹងស្រាប់តែឆាតទូរស័ព្ទនៅក្នុងទូរស័ព្ទកូនស្រីរបស់យើងload notification មកហើយនេះគ្រាន់តែច្នៃហ្មងគ្រាន់តែឮអីតិចតួចមិនបានទេទូរស័ព្ទខ្លាចគេណាគេឆាតមកហើយលួចមើលទូរស័ព្ទរបស់កូនស្រីរបស់យើងហើយមានណាគ្នាឆាតមកហ្នឹងគឺបងប្រុសរបស់កូនស្រីរបស់យើងថាគេមកលេងប្អូនគេហើយប្អូននោះឮតែបងមកគឺសប្បាយចិត្តមែនតែនបន្តិចក្រោយមកក៏បងប្រុសគេមកលើកដៃអ្នកនរគ្នាទាយមើលសង្ហាមិនសង្ហាបងគេនេះ1 2 3នេះបងគេចេញមកឲ្យឡើងខ្ជូតហ្មងសង្ហាជាងប្អូនទៀតអូខេសាច់រឿងយើងស្លេះត្រឹមប៉ុណ្ណឹងសិនជួបគ្នានៅសប្តាហ៍ក្រោយកុំភ្លេចជួយ like ជាមួយនឹង subscribe ឲ្យផង comment ឲ្យផងបាយបាយ